ចក្រមត្រៀមប្រឹងប្រែងប្រកួត Games ស្វារាជសីគុនខ្មែរគូទី4គឺជាគូអន្តរជាតិមិត្តភាពកម្ពុជាជប៉ុនទឹកទី1 Round 1បាទអាយ៉ាទឹកទី1ឲ្យវាសនាតេះលេងបាទប្រាប់ថាបងជង្គង់ខ្ញុំខ្លាំងណាបកគោលខៀវដុតជើងក្រោមមួយដុតសងមកវិញធាក់មួយជើងរបស់វាសនាអូយអាយ៉ាបដូរក្លឹបវាយកាច់ដុតជើងក្រោមវិញទៅហើយអូនវាសនាកាចម្លេងឯនេះអត់ទាន់វាយបាន2លានកាចក្រោយទុតមកជើងទៀតកាប់ជើងក្រោមកាប់សងមកវិញកាប់អត់ត្រូវទេវាសនាទៅឲ្យកាប់ខាងលើធាក់មួយរបស់វាសនាទុតជើងក្រោមផ្ទះម្ដាយរបស់វាសនា65គីឡូក្រាមពេញរូបពេញរាងពេញសាច់កំពុងតែពេញវ័យបាទធ្វើការប្រកួតល្អក៏អត់ទៅអូយបោះមកជង្គង់របស់វាសនាហ្គេនស្បឺកលើកស្ទួយកីឡាករគុនខ្មែរឡើងដល់កម្រិតពិភពលោកលោកអញ្ញាកណ្ដាថាវាយអូណាមិនមែនវាយ5ទឹកទេវាយតែ3ទឹកទេគាត់ជើងអត់ចេញទេមួយដៃផុតបាត់ផ្ទះបាច់អូយមួយជើងទៀតបោះមកជង្គង់ទៀតរបស់វាសនាអូយជង្គង់ហ่าអីកាចមែនទុតជើងក្រោមមកវិញរបស់បកគោខៀវទុតមកជើងទៀតទាត់មួយបាទទៅអើយទាត់មកជើង2ជើងរបស់វាសនាធាក់មួយទៀតបាទប៉ះដៃមួយវាយក្បាលពួររបស់វាសនាចូលពេញល្អណាស់កាប់មកកែងប៉ុណ្ណឹងឯងថាมันកាចទៀតឬយ៉ាងម៉េចបាទបែកបាត់ហើយអូយបាទមួយកែងហូរឈាមរាវបាទសូត្រវាសនាកាចបាទសម្រាប់វាសនាថ្ងៃនេះបាទពិតជាអស្ចារ្យបាទនៅលើសង្វៀនបាទមួយកែងកាប់អំបញ្ញមិញនេះដែលធ្វើឲ្យកីឡាករមកពីជប៉ុនមកកែងហូរឈាមរាវអូទប់អត់ជាប់ទេបាទទប់អត់ជាប់ទេបាញ់ឈាមមកបាត់ទៅហើយទោះបីជាលោកអញ្ញាកណ្ដាព្យាយាមនៃការជូនបាទរុញមកកាន់លោកគ្រូពេទ្យដើម្បីពិនិត្យបាបធម្មបាទដើម្បីពិនិត្យបឋមសិនបន្តការប្រកួតបាទអីទេទៅទៀតទាត់មួយជើងទៀតទាត់មួយជើងទៅហើយធាក់មួយរបស់បកគោខៀវទាត់មួយទាត់សងមកវិញទាត់មួយជើងទៀតរុញឲ្យទៅវិញបាទដល់ចូលទៀតមួយដៃរបស់បកគោខៀវទាត់មកអូយអត់អីទេចាសសូមអរគុណបងកកក្រហមសតវាសនាឈ្នះគណៈកម្មបកគោខៀវនិងគណៈកម្មបកគោខៀវលោកអ្នកតាបញ្ឈប់បានគួរនៅក្នុងទឹកទី